ตัวหมุมหกยามไม่บางคนขนาดต้องធ្វើអីញ៉ាំឯងក៏នឹកឃើញមានត្រេនដៃ3ក្បាលគេអាំងបងប្អូនក៏យកមកធ្វើញោមត្រេនដៃពងញ៉ាំទៅបងប្អូននិយាយទៅញោមបែបហ្នឹងក៏ឆ្ងាញ់មិនយ៉ាងដែរបងប្អូនគ្នាស្រួយស្រួយជូជូឆ្ងាញ់ណាញោមមានត្រេនដៃអាំង3ក្បាលហ្នឹងយកមកធ្វើបងប្អូនគ្នាហើយយើងបកស្បែកឆ្អឹងយើងយកបោះចោលយកបកទៅស្បែកហ្នឹងយកសាច់ណាបងប្អូនស្បែករបស់យើងហ្នឹងគឺយើងទុកដាក់ក្នុងម៉ាស៊ីនពងស្ងោរឲ្យវាក្រៀមហើយយកមកពងគឺស្រួយស្រុបឆ្ងាញ់ណាហើយបើថាសាច់វាវិញយើងបេះសាច់វាឲ្យស្អាតបងប្អូនយើងយកតំណងឆ្អឹងវាចេញបងប្អូនចាហើយយើងយកដាក់កិនមកតង់ទៀតបងប្អូនយកអភ័យបងប្អូនអ្នកគ្នានៅសាមមានម៉ាស៊ីនកិនសាច់មួយម៉ូតនេះក្នុងតាបងប្អូនអ្នកគ្នាអញ្ចឹងកិនត្រីទាំងឆ្អឹងគឺមកទឹកឆ្អឹងបងប្អូនអ្នកគ្នាមកល្អឥឡូវនេះយើងបេះត្រីរួចហើយយើងយកសម្រាប់យើងយកមករៀបដាក់លើម៉ាស៊ីនបងប្អូនយើងយកផ្លែវាហ្នឹងរៀបវាមកបងប្អូនអ្នកគ្នាហើយចំពោះឈុតមកជើងក្រោយហ្នឹងអត់មានផ្លែប៉ែន3ទេបងប្អូនមានផ្លែប៉ែនតែ2ទេមានប្រហោងកដាលហើយនិងប្រហោងធំប្រហោងទូចខ្ញុំពងប្រើអានោះសេរីចាស់បងប្អូនអ្នកគ្នាចាសម្រាប់ខ្ញុំគឺខ្ញុំប្រើអត់ខូចបងប្អូនខ្ញុំប្រើយូរហើយចាប់បានម៉ាស៊ីនកសិនេះមួយបងប្អូនអ្នកគ្នាគឺខ្ញុំលេងកិនកែវបងប្អូនខ្ញុំលេងកិនប្រភេទម៉ាស៊ីនកិនកែវលេងកិនហើយគឺខ្ញុំប្រើតែប្រភេទម៉ាស៊ីនបងប្អូនសារអីវាកិនម៉ត់ហើយវាកិនសាច់ស្មើគ្នាល្អបងប្អូនអ្នកគ្នាតែប្រភេទផ្លែប៉ែនយ៉ាងដែរត្រីខ្ញុំ3មិញហ្នឹងខ្ញុំអត់ប្រកាសថាវាមានឆ្អឹងឬក៏នៅមានអីទៀតទេបងប្អូនអ្នកគ្នាក៏យកមកកិនបន្ថែមទៀតញ៉ាំទៅដើម្បីវាស្និទ្ធមកកុំឲ្យយើងញ៉ាំទៅប៉ះឆ្អឹងវាអត់ឆ្ងាញ់អញ្ចឹងបងប្អូនឃើញបងប្អូនគ្នាកិនមកគឺស្រួលមែនតើហ្មងសាច់វាគឺស្មើគ្នាហើយស្ងួតល្អពេលយើងកិនរួចហើយគឺយើងយកមកដាក់ខ្លាញ់បងប្អូនចំពោះត្រីបំពងញោមនេះបងប្អូនគ្នាគឺស៊ីខ្លាញ់មែនតើហ្មងណាខ្ញុំដាក់ខ្លាញ់នេះមកកណោបងប្អូនគ្នាចង់5 ស្ព្រា6 ស្ព្រាដែរនឹងដើម្បីដាក់វារាងមកល្មមណាបងប្អូនចាកុំឲ្យវាកោកពេកឬក៏កុំឲ្យរាវពេករាងមកល្មមពេលលាវារួចហើយយើងធ្វើការមកដាក់ខ្លាញ់ក្នុងតែរបស់យើងមកហើយខ្លាញ់ហ្នឹងយើងឲ្យវាក្តៅបងប្អូនឲ្យវាក្តៅមកខ្លាំងមកចាំយើងធ្វើការដាក់ត្រីរបស់យើងចូលដាក់ចូលទៅដាក់ត្រីរបស់យើងពងដាក់ឡើងលើគឺស្រួយស្រប់ហ្មងបងប្អូនបើសិនជាបងប្អូនគ្នាតើធ្វើម្ហូបបងប្អូនគឺអាចធ្វើម្ហូបមួយមុខនេះយកទៅហូបបានបងប្អូនគ្នានិយាយទៅគឺឆ្ងាញ់មួយយ៉ាងបងប្អូនត្រីរបស់យើងស្រួយដាក់ជាមួយនឹងម្ជូរស្វាយបន្ទាប់ជាមួយនឹងទឹកត្រីអូយឆ្ងាញ់ណាស់បងប្អូនគ្នាញ៉ាំទៅហិលមកឆ្ងាញ់ណាស់បងប្អូនអានេះគឺត្រីរបស់យើងពេលដែលយើងបំពងមកពេលវាឆ្អិនណាវាដាក់ឡើងមកលើបងប្អូនហើយយើងអាចលើកឆ្កឹះវាលើកឡើងបានបងប្អូនយើងលើកដាក់នៅលើថាសដែលមានកដាស់បងប្អូនដើម្បីវាជក់នឹងខ្លាញ់ដោយសារត្រីបំពងរបស់យើងនេះគឺសុទ្ធតែខ្លាញ់ហ្មងយើងយកត្រីណាយើងបំពងអញ្ចឹងបងប្អូនគឺបំពងលឿនមែនតើហ្មងបងប្អូនគ្នាយើងដាក់ចូលក្នុងខ្លាញ់ហើយវាដែលត្រីនឹងដាក់ឡើងមកលើស្រួយយើងអាចលើកបានហើយបងប្អូនចានិយាយទៅគឺលឿនមែនទេបងប្អូនលឿនណាត្រីដៃបងប្អូននេះគឺខ្ញុំធ្វើលើដំបងបងប្អូនអញ្ចឹងអត់បានស្អាតទេបងប្អូនអាចធ្វើមកញ៉ាំបានឥឡូវនេះត្រីបំពងរបស់យើងគឺបានមកពីផ្ទះទៀតណាបងប្អូននឹងគ្នាយើងតូចវាទៅចាក់ទៅគឺវាស្រួយបងប្អូនអានេះស្បែកត្រីខ្ញុំយកទៅដាក់ក្នុងម៉ាស៊ីនពងសួររយៈពេល5 នាទីគឺវាស្ងួតបងប្អូនអញ្ចឹងយើងយកមកបំពងមកវាកាន់តែស្រួយហ្មងកាន់តែឆ្ងាញ់ហ្មងពេលវាត្រជាក់បងប្អូននឹងគ្នាគឺវាដុំបែបហ្នឹងណាវាស្រួយបងប្អូនចាវាឡើងដុំបែបហ្នឹងពេលវានៅក្តៅគឺវាទន់ពេលវាត្រជាក់វាស្រួយអានេះស្បែកដែលយើងបំពងមកបងប្អូននិយាយទៅគឺស្រួយស្របហ្មងជ្រលក់មួយទឹកត្រីរត់តែឆ្ងាញ់ទៀតបងប្អូននឹងគ្នាស្បែកត្រីដែលរបស់យើងហ្នឹងណាត្រីញោមរបស់យើងមានតែបន្លែប៉ុណ្ណឹងគឺញ៉ាំទៅឆ្ងាញ់បងប្អូននឹងគ្នាមានតែសាឡាត់ហើយនឹងខ្ទឹមក្រហមជាមួយនឹងស្វាយខ្ចីបងប្អូនជូរដល់ទៅឆ្ងាញ់ណាស់ញ៉ាំតែផងបងប្អូនឲ្យវាហិលញ៉ាំទៅរត់តែឆ្ងាញ់ទៀតបងប្អូនមើលទៅតំណងបងប្អូនអាចធ្វើញ៉ាំបានបងប្អូនមកតមហូបមកម្ហូបនេះអាចញ៉ាំលេងក៏បានញ៉ាំមួយបាយក៏បានដែរសម្រាប់ម៉ាស៊ីនកិនសាច់ខាងខ្ញុំគឺមាន3ម៉ូតបងប្អូនប្រភេទម៉ាស៊ីនកិនសាច់នេះគេហៅថាប្រភេទម៉ាស៊ីនកិនសាច់ಬಹುជំនាញធ្វើសាច់ក្រកក៏បានដែរបងប្អូនអាចកិនសាច់គោសាច់ជ្រូកឬក៏កិនត្រីមកទាំងឆ្អឹងបងប្អូនកិនលឿនកិនលះអាចចាក់សាច់ក្រកបានមានម៉ូតសេរីធំនេះគឺកម្លាំង3000 វ៉ាត់ម៉ូតរ៉ាសាច់ធ្ងន់សាច់ក្រាស់ធ្ងន់ល្អបងប្អូននៅក្នុងសាច់វាគឺរលោងភ្លឺស្អាតម៉ាក Disney បងប្អូនហើយនឹងមានមួយម៉ូតទៀតគឺម៉ូតសាច់អ៊ីណុកបងប្អូននៅគ្នាចំពោះម៉ូតនេះអាចធ្វើលក្ខណៈអាជីវកម្មតូចៗក៏បានដែរបងប្អូនអាចកិនសាច់ច្រើនគីឡូក៏បានដែរបងប្អូនចំពោះម៉ាស៊ីនខ្ញុំហ្នឹងគឺអាចធ្វើបានដូចគ្នាទាំងអស់ប៉ុន្តែក៏វាខុសទំហំហើយនឹងកម្លាំងគ្នាណាបងប្អូនសេរីធំគឺមានផ្លែប៉ែន3សេរីតូចនេះគឺមានផ្លែប៉ែនតែ2ដែរណាបងប្អូនចាផ្លែប៉ែនប្រហោងកណ្ដាលនិងប្រហោងធំហើយនឹងមានបំពង់ចោលសាច់ក្រកដែរចំពោះសេរីតូចនេះគឺកម្លាំង1200 វ៉ាត់បងប្អូនទាំងគ្នាបើចង់បានប្រភេទម៉ាស៊ីនកិនសាច់សេរីម៉ូតមួយណាអាចទៅខ្ញុំបានណាបងប្អូនអរគុណបាយបាយ